គ្រាន់តែឮថាសន្តិភាពលេចចេញជារូបរាងប្រជាជននៅតាមព្រំដែនជាពិសេសបងប្អូនដែលកំពុងរត់ភៀសខ្លួនច្បាស់ជាដកដង្ហើមធំហើយដោយត្រេកអរបងប្អូនជ្រាបហើយនៅថ្ងៃទី26គឺចៅសៀមបានបង្កប់គូសបង្កប់ជុះបង្កប់ភ្លៀងបាញ់ទាំងគ្រប់បែកទម្លាក់ប្រើ F16 នៅឯភូមិជោគជ័យនៅឯថ្មដាខេត្តព្រះវិហារតាកបីនិងខេត្តសៀមរាបផងដែរគឺទាំងអស់គឺ130គ្រាប់ដែលវាទម្លាក់មកហើយនៅក្នុងបណ្ដាទាំង17ទីតាំងឬក៏7ទីតាំងហ្នឹងគឺកងទ័ពរបស់យើងគឺនៅតែរឹងមាំនៅក្នុងការជ្រោមជ្រែងប៉ុន្តែដោយឡែកនៅថ្ងៃសៅរ៍ទី27ខែធ្នូស្អែកនេះវេលាម៉ោងមិនស្អែកទេនៅក្នុងថ្ងៃនេះតែម្ដងវេលាម៉ោង10ព្រឹកកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលគេហៅថាសេចក្តីព្រៀងទី6អាចនឹងចុះហត្ថលេខាដើម្បីបញ្ចប់សង្គ្រាម20ថ្ងៃដល់សែនក្តៅកគុកនេះហើយប្រជាជនថៃកងទ័ពថៃកងទ័ពសៀមក៏ស្លាប់ជាច្រើននាក់ប៉ុន្តែចម្ងល់ដែលត្រង់ថាហេតុអ្វីបានជាចរចាគ្នាទៅហើយតែគ្រាប់កំភ្លើងនិងយន្តហោះ F16 នៅតែបន្តធ្លាក់មកលើដីខ្មែរមិនឈប់ដើម្បីយល់ពីរឿងនេះយើងត្រូវទាញវាងនន់មើលអាថ៌កំបាំង3យ៉ាងដែលកំពុងកើតឡើងទី1វាងនន់នៃផ្សែងកំភ្លើងវាយឲ្យទន់មុននឹងឲ្យចុះហត្ថលេខានៅពេលដែលផ្សែងកំភ្លើងហើយត្រឡោមវាមិនត្រឹមតែបង្កការខូចខាតប៉ុណ្ណោះទេតែវាជាវាំងនន់បិទភ្នែកពិភពលោកបិទភ្នែកអាញាកណ្ដាលថៃចង់ឲ្យអន្តរជាតិមើលឃើញថានេះគ្រាន់តែជាការបាញ់តបគ្នាធម្មតាដើម្បីបិទបាំងការដែលខ្លួនកំពុងបាញ់ឈ្លានពានលើភូមិឋានស៊ីវិលបិទគ្រប់ភ្នែកថៃប្រើកំភ្លើងស្រោចមកលើប៉ោយប៉ែតដើម្បីឲ្យខ្មែរបាក់ស្មារតីគេចង់ឲ្យខ្មែរមានអារម្មណ៍ថាបើមិនព្រមចុះហត្ថលេខាលើសេចក្តីព្រៀងទី6ទេគ្រប់បែកនឹងបន្តទៀតនេះគឺជាការបង្ខំឲ្យចុះចាញ់តាមរយៈការបំផិតបំភ័យដកថយដោយកិត្តិយសថៃដឹងខ្លួនថាត្រូវតែឈប់បាញ់តាមសម្ពាធអន្តរជាតិដូច្នេះត្រូវវាយឲ្យខ្លាំងជាចុងក្រោយដើម្បីប្រាប់ប្រជាជនគេថាយើងឈប់បាញ់ក្នុងនាមជាអ្នកឈ្នះមិនមែនអ្នកចាញ់ទេទី2វាំងនន់ព័ត៌មានវិទ្យាសង្គ្រាមលើទូរស័ព្ទដៃក្រៅពីគ្រាប់ពិតថៃក៏កំពុងប្រើគ្រាប់ព័ត៌មានដែរគេប្រើប្រាស់បច្ចេកវិទ្យាដើម្បីគ្រប់គ្រងអារម្មណ៍យើងគេផ្សព្វផ្សាយព័ត៌មានថាកម្ពុជាអង្វរសំចុះចាញ់ដើម្បីឲ្យទាហានយើងបាក់ទឹកចិត្តនិងឲ្យយើងសង្ស័យលើរដ្ឋាភិបាលខ្លួនឯងគេចែកចាយរូបភាពកាត់តឬព័ត៌មានបំភ្លើសដើម្បីបង្កើតរូបភាពដើម្បីបង្កើតភាពស្លន់ស្លោក្នុងស្រុកនេះគឺជាជ័យជំនះនិមិត្តដែលគេចង់បង្កើតឡើងដើម្បីគ្រប់គ្រងចិត្តសាស្ត្រខ្មែរទី3វាំងននដែលល្បែងមហាអំណាចខ្លាកដាស់និងខ្លាពិតនៅពីក្រោយខ្នងខ្មែរនិងថៃគឺមានតួអង្គធំ3ដែលកំពុងបញ្ជាកូនអុកអាស៊ានម៉ាឡេស៊ីដើរតួជាអ្នកសម្របសម្រួលបើទុកជាគ្មានកងទ័ពប៉ុន្តែអាស៊ានប្រើមាត់ដើម្បីអូសទាញមហាអំណាចឲ្យមកជួយដាក់សម្ពាធ
ចិនចង់ឲ្យមានសន្តិភាពដើម្បីរក្សាលំហូរលុយនិងការរកស៊ីចិនប្រាប់ទៅទាំងសងខាងថាបើឆ្លោះគ្នាកុំសង្ឃឹមថារកស៊ីមានបានដូណាល់ត្រាំអាមេរិកឈ្មោះលោកត្រាំគឺមានឥទ្ធិពលខ្លាំងណាស់អាមេរិកប្រើគោលការណ៍ដោះដូរដោយប្រាប់ថាបើមិនចប់បាញ់ទេកុំសង្ឃឹមបានជំនួយឬការអនុគ្រោះពន្ធឲ្យសោះតើស្អែកនេះនឹងទៅជាយ៉ាងណាសេចក្តីព្រាងទី6ដែលមានចំណុចសំខាន់ដូចជាការដកកំភ្លើងធំចេញពីព្រំដែន10-15 គីឡូម៉ែត្រការបញ្ឈប់យន្តហោះ16និងការបង្កើតខ្មែរខ្សែទូរស័ព្ទក្រហមរវាងមេទ័ពទាំងពីរគឺជាសញ្ញាវិជ្ជមានវាំងននទាំង3ខាងលើនេះហើយដែលនឹងបង្ខំឲ្យកិច្ចប្រជុំថ្ងៃស្អែកត្រូវតែជោគជ័យទោះបីជាថៃជាយាមលេងល្បិចវាយផងចរចាផងប៉ុន្តែដោយសារសម្ពាធពីអាស៊ានចិននិងលោកត្រាំថៃគ្មានផ្លូវជ្រើសរើសក្រៅពីបទចុះបាញ់ឡើយអ្វីដែលខ្មែរត្រូវធ្វើគឺរក្សាស្មារតីរឹងមាំមិនជឿព័ត៌មានคล้ายៗនិងឈលលើចំហទប់ទល់ដោយវៃឆ្លាតសន្តិភាពកំពុងស្ថិតនៅចុងបិចនៃរដ្ឋមន្ត្រីការពារជាតិទាំងពីរហើយតើបងប្អូនយល់យ៉ាងណាបន្ទាប់ពីចុះហត្ថលេខាស្អែកនេះតើយើងអាចទុកចិត្តភាគីថៃបាន 100% ដែរទេឬក៏ត្រូវតែបន្តយាមតាមឲ្យបានដិតដល់បំផុត